ណែនុតឈប់សិនព្រោះខ្ញុំបានបាត់អណ្ដើកមាសខ្ញុំគិតថាវាពិតច្បាស់ជានៅក្នុងសំពៅរបស់នាងជាមិនខានលោកសេដ្ឋីឯនេះអណ្ដើកមាសដែលពួកយើងបានរកឃើញក្នុងសំពៅបណ្ឌិតល្អខ្លាំងណាស់ណែចៅបណ្ឌិតចូលឯងមើលចុះតើនេះជាអ្វីអើយក្រែងអាចជាអ្នកធ្វើឲ្យឆេះផ្ទះលោកសេដ្ឋីមិនចឹងហីប្រហែលជាព្រំលិខិតចាមកឲ្យយើងនេះមកដុតផ្ទះលោកសេដ្ឋីនេះហើយអញរឿងប្រាជ្ញានាងនុតកាលពីយូរលង់ណាស់មកហើយមានក្មេងស្រីម្នាក់ឈ្មោះនាងនុននិងក្មេងប្រុសម្នាក់ឈ្មោះបណ្ឌិតពួកគេទាំងពីរនាក់គឺជាមិត្តភក្តិនឹងគ្នាថ្ងៃមួយបណ្ឌិតនិយាយលេងទៅកាន់នុតថាណែនុតនាថ្ងៃខាងមុខបើសិនជាមានស្រីណាចង់ធ្វើជាប្រពន្ធខ្ញុំគឺស្រីនោះត្រូវចេះគោរពតាមករណីយកិច្ចជាប្រពន្ធហើយបើសិនស្រីណាកាន់ក្រមាងូតទឹកឲ្យខ្ញុំដល់មាត់កំពង់នោះខ្ញុំនឹងយកនាងធ្វើជាប្រពន្ធខ្ញុំនាងនុតក៏ឆ្លើយតបវិញថាខ្ញុំក៏មានចិត្តគិតដូចបងដែរបើបរិះណាកាន់សំពត់ងូតឲ្យខ្ញុំដល់កំពង់នោះខ្ញុំនឹងយកគេធ្វើជាប្តីដល់ច្រើនឆ្នាំក្រោយមកបណ្ឌិតក៏ដល់វ័យចូលបួសក្នុងព្រះពុទ្ធសាសនាលុះចាកសិក្ខាបទមកវិញឪពុកម្ដាយក៏ទៅស្ដីដណ្ដឹងនាងនុតធ្វើជាប្រពន្ធបណ្ឌិតមើលចុះពេលវេលាដើរលឿនខ្លាំងណាស់បងមិននឹកស្មានថាប្រពន្ធបងគឺជារូបអូនឡើយម៉េចបងស្ដាយមែនទេដែលបានខ្ញុំជាភរិយាបងមិនមែនអញ្ចឹងទេអូនគឺបងសប្បាយចិត្តណាស់ដែលបានអូនជាប្រពន្ធរបស់បងអូនទាំងស្អាតទាំងឆ្លាតតើនរណាមិនចង់បានអូននោះសម្ដីឡើងព្រានមកបងឯងអូនក៏សប្បាយចិត្តដែរដែលបានបងជាប្តីរបស់អូនថ្ងៃមួយពួកគេនាំគ្នាទៅងូតទឹកនៅឯមាត់កំពង់ពេលនោះនាងនុតស្រែកប្រាប់ប្តីថាបងសម្លាញ់អូនភ្លេចសំពត់ហើយបងជួយយកឲ្យអូនផងបណ្ឌិតក៏កាន់យកសំពត់មកឲ្យប្រពន្ធលុះដល់ពេលដំណេកពួកគេក៏សំណេះសំណាលគ្នាលេងហើយប្រពន្ធក៏បាននិយាយលេងចំអន់ឲ្យប្តីថាណែបងតើបងភ្លេចហើយនៅកាលយើងនៅក្មេងៗខ្ញុំបាននិយាយថាបើខ្ញុំយកប្តីទាស់តែបរោះនោះកាន់សំពត់ឲ្យអូនដល់មាត់កំពង់ឥឡូវនេះសំតែបំណងខ្ញុំហើយប្តីស្ដាប់ប្រពន្ធនិយាយដូច្នេះនឹកឃើញរឿងដើមក៏កើតសេចក្តីអៀនខ្មាស់មិនគួរចាញ់ប្រៀបនាងជាប្រពន្ធដែលជាមនុស្សស្រីសោះឡើយអូនពិតជាចងចាំបានល្អពិតមែនរីឯប្រពន្ធមិនដឹងថាប្តីអាក់អន់ស្រពន់ចិត្តពីសម្ដីរបស់ខ្លួនឡើយក៏ចូលគេងលងលក់បាត់ទៅលុះមួយសន្ទុះមកបណ្ឌិតក៏លបលួចយកសំពៅមួយធ្វើដំណើរចាក់ចេញពីទីនោះទៅឆ្ងាយទាំងយប់អើយលើកឲ្យលឿនបន្តិចមកពួកឯងសូត្រទៅនោះសំពៅមកចតនៅទីនេះតើលបងឯណាចាំយើងទៅយកព័ត៌មាននេះទៅប្រាប់ដល់លោកសេដ្ឋីពួកឯងចូលទៅរៀបចំពិធីជប់លៀងដល់នាយសំពៅនៅវេលាយប់នេះចុះបាទលោកម្ចាស់លុះពេលបណ្ឌិតចុះពីលើសំពៅមកសួស្ដីលោកសូមស្វាគមន៍មកកាន់ទឹកដីស្រុកភូមិរបស់ខ្ញុំតើលោកមកទីនេះមានការអ្វីហើយលោកមានឈ្មោះអ្វីដែរតើមានអ្វីឲ្យពួកយើងជួយដែរទេសួស្ដីលោកខ្ញុំបណ្ឌិតមកទីនេះគឺមិនមានธุរៈអ្វីសំខាន់ទេអរគុណលោកសេដ្ឋីច្រើនហើយមិនអីទេចៅបណ្ឌិតបើជ្រុលជាមកដល់ហើយសូមលោកស្នាក់នៅទីនេះមួយរយៈសិនចុះខ្ញុំក៏បានរៀបចំម្ហូបអាហារជប់លៀងដើម្បីទទួលស្វាគមន៍ដល់លោកផងដែរមិនអីទេលោកសេដ្ឋីខ្ញុំអរគុណលោកសេដ្ឋីច្រើនក្រៃលែងណាស់អរគុណមែនតើតោះមិនចាំបាច់នឹកក្រែងចិត្តគិតតប៉ែដាក់ដូងស្អីទេតោះឆាប់ទៅពួកយើងលោកសេដ្ឋីបាននាំចៅបណ្ឌិតទៅកន្លែងពិធីជប់លៀងផឹកស៊ីយ៉ាងសប្បាយរីករាយម្ហូបអាហារនិងបរិយាកាសនៅទីនេះយ៉ាងម៉េចដែរចៅបណ្ឌិតម្ហូបអាហារនិងបរិយាកាសនៅទីនេះគឺល្អខ្លាំងណាស់ខ្ញុំសូមអរគុណលោកសេដ្ឋីច្រើនហើយមិនអីទេនេះញ៉ាំឲ្យច្រើនចុះបន្ទាប់មក
សេដ្ឋីក៏បានទៅជួបបុរសម្នាក់ មើលលោកចូលឯងយកអណ្ដើកមាសមួយក្បាលទៅដាក់ក្នុងសំពៅរបស់ចៅបណ្ឌិតនោះចុះហើយចាំពេលវេលាព្រឹកស្អែកឡើងចូលនាំពួកក្រុមរបស់លោកមកឯសំពៅនោះចុះបាទលោកសេដ្ឋីពួកយើងនឹងមិនធ្វើឲ្យលោកខកចិត្តឡើយ លុះពេលកម្មវិធីជប់លៀងបានចប់ហើយចៅបណ្ឌិតក៏បានលាលោកសេដ្ឋីត្រឡប់ទៅវិញ ខ្ញុំអរគុណលោកសេដ្ឋីច្រើនសម្រាប់អាហារនិងទីកន្លែងស្នាក់នៅអញ្ចឹងខ្ញុំសូមលាលោកសេដ្ឋីត្រឡប់ទៅវិញសិនហើយណែចៅបណ្ឌិតឯងមិនអាចត្រឡប់ទៅវិញឥឡូវនេះបានទេខ្ញុំបានបាត់អណ្ដើកមាសមួយក្បាលដែលជាគេមរតករបស់ខ្ញុំត្រូវតែឆែកឆេរសំពៅរបស់ឯងសិន បណ្ឌិតមិនដឹងកលល្បិចសេដ្ឋីក៏ឆ្លើយតបថា មិនអីទេចូលលោកសេដ្ឋីឆែកឆេរចុះព្រោះខ្ញុំជាមនុស្សស្អាតស្អំមិនដែលលួចរបស់អ្នកណាម្ដងណាឡើយ សេដ្ឋីក៏ឆ្លើយតបវិញថា ចុះបើយើងឆែកឃើញតើឯងព្រមប្រគល់សំពៅឯងឲ្យខ្ញុំហើយព្រមមកធ្វើជាអ្នកបម្រើរបស់ខ្ញុំដែរឬទេ បណ្ឌិតឆ្លើយទាំងកំហឹងថា បាន សេដ្ឋីក៏បានចាត់ឲ្យគេឆែកសំពៅរបស់ចៅបណ្ឌិត លោកសេដ្ឋីឯនេះអណ្ដើកមាសដែលពួកយើងបានរកឃើញក្នុងសំពៅបណ្ឌិតល្អខ្លាំងណាស់ណែចៅបណ្ឌិតចូលឯងមើលចុះតើនេះជាអ្វីតើឯងមានអ្វីចង់និយាយបកស្រាយដែរឬទេ បណ្ឌិតឆ្លើយតបថា ទេមិនពិតទេខ្ញុំដឹងថារឿងនេះគេចង់ធ្វើបាបខ្ញុំមិនដែលលួចរបស់អ្នកណាម្ដងណាឡើយនេះជាការយល់ច្រឡំទេណាលោកសេដ្ឋីណែចៅបណ្ឌិតសូមឯងកុំលេបសម្ដីរបស់ខ្លួនឯងអីយើងគ្រប់គ្នាក៏បានឃើញនឹងភ្នែកដែរ លុះបណ្ឌិតមិនដឹងថាត្រូវធ្វើដូចម្ដេចក៏ព្រមឲ្យសេដ្ឋីដកហូតយកសំពៅនិងទ្រព្យសម្បត្តិទាំងអស់របស់ខ្លួនរីឯខ្លួនក៏ព្រមធ្វើជាបាវបម្រើរបស់សេដ្ឋីដោយតាមការសន្យាក្រឡេកមកមើលនាងនុនពេលដឹងថាបាត់ប្តីក៏ភ័យព្រួយបារម្ភរត់ស្លន់ស្លោចាត់ឲ្យគេជួយតាមរកប្តីខ្លួនអេចុះបាត់សំពៅទៅណែច្បាស់ណាស់លោកប្តីតើមានរឿងអ្វីបានដល់ថ្នាក់ឲ្យបងរត់ចេញពីផ្ទះយ៉ាងដូចនេះនាងនុតបានចូលទៅក្នុងផ្ទះក៏រៀបចំអីវ៉ាន់ចេញទៅតាមរកប្តីលុះពេលធ្វើដំណើរទៅដល់កោះសេដ្ឋីបំផ្លាញឈ្មួញអូនោះគឺជាសំពៅប្តីរបស់ខ្ញុំទេតាខ្ញុំចង់ឈប់ចោះចតនៅទីនោះដើម្បីស៊ើបរកប្តីខ្ញុំលោកពូចូលលោកពូចោះចតនៅកំពង់ផែនោះចាស់ បាត់ក្មួយ រីឯសេដ្ឋីនោះពេលដែលឃើញសំពៅចោះចតដូច្នេះក៏ត្រេកអរក៏រៀបចំប្រើល្បិចដូចមុនទៀតអំឡុងពេលជប់លៀងសេដ្ឋីបានហៅបាវបម្រើមកជួប ចូលឯងយកអណ្ដើកមាសទៅលាក់ក្នុងសំពៅនោះហើយរៀបចំផែនការដូចមុនទៀតចុះបាទលោកសេដ្ឋី លុះពេលពួកគេកំពុងតែយកកូនអណ្ដើកមាសទៅលាក់ក្នុងសំពៅនាងធាវី លោកសេដ្ឋីរកស៊ីបែបនេះមិនខ្លាចបាបទេអីណោះធ្វើល្អបាត់ល្អធ្វើអាក្រក់បាត់លុយ ចាពួកឯងមានគំនិតអាក្រក់ហ៊ានធ្វើដាក់ម្ចាស់របស់យើងបែបនេះផងសេកក៏យករឿងរ៉ាវគ្រប់យ៉ាងដែលវាបានដឹងទៅប្រាប់ដល់នាងនុតលោកសេដ្ឋីហ៊ានធ្វើរឿងស្មុគគ្រោកបែបដូចនេះផងមិនដឹងថាមានមនុស្សប៉ុន្មានអ្នកទេដែលត្រូវរងគ្រោះដោយសារស្នាដៃសេដ្ឋីចិត្តអាក្រក់នេះប្រដៅសេដ្ឋីនាងនុតក៏បានចេញឈ្មោះទៅឯសំពៅខ្លួនលុះពេលមកដល់នាងក៏បានយកខ្សែចងភ្ជាប់នឹងអណ្ដើកមាសនោះរួចក៏បោះចូលក្នុងទឹកបាត់ទៅលោកសេដ្ឋីឯងលេងខុសមនុស្សហើយប្រាជ្ញាអស្ចារ្យយូរថ្ងៃនៅតែរកប្តីមិនឃើញនាងក៏បានលាលោកសេដ្ឋីត្រឡប់ទៅវិញណែនុតឈប់សិនព្រោះខ្ញុំបានបាត់អណ្ដើកមាសខ្ញុំគិតថាវាពិតច្បាស់ជានៅក្នុងសំពៅរបស់នាងជាមិនខានដូច្នេះខ្ញុំសូមឆែកសំពៅរបស់នាងសិនអូលោកធ្វើបែបនេះមិនទុកមុខឲ្យខ្ញុំសោះតែមិនអីទេលោកសេដ្ឋីអាចឆែកសំពៅរបស់ខ្ញុំបានក៏ប៉ុន្តែបើលោកសេដ្ឋីឆែកទៅឃើញនោះខ្ញុំនឹងប្រគល់សំពៅនេះនិងអីវ៉ាន់ទាំងអស់ដល់លោកតែបើលោកឆែករកមិនឃើញតបវិញតើលោកសេដ្ឋីនឹងដោះស្រាយជាមួយខ្ញុំយ៉ាងដូចម្ដេចមិនអីទេបើខ្ញុំឆែកហើយរកមិនឃើញខ្ញុំនឹងប្រគល់ទ្រព្យសម្បត្តិនិងបាវបម្រើរបស់ខ្ញុំទាំងអស់ទៅដល់នាងខ្ញុំនិយាយម៉ាត់ណាគឺម៉ាត់នឹង
សេដ្ឋីបានឲ្យគេរកតែទោះជាពួកគេខំរកយ៉ាងណាក៏ពួកគេនៅតែរកមិនឃើញដែរ លោកសេដ្ឋីពួកយើងបានរកអស់គ្រប់កន្លែងទាំងអស់គឺក្លុកក្លៀតគៀនកោះឯណាក៏មិនឃើញដែរមិនអីទេបើយ៉ាងដូចនេះហើយចូលហៅនាងនុតមកនេះចុះ បន្ទាប់មកសេដ្ឋីក៏ប្រគល់ទ្រព្យសម្បត្តិទាំងអស់ទៅឲ្យនាងនុតខ្ញុំមិនទទួលយកទ្រព្យសម្បត្តិនោះទេគឺខ្ញុំសូមយកតែសំពៅ5ដែលមានផ្ទុកដោយទំនិញនិងបើបម្រើតែម្នាក់វិញប៉ុណ្ណោះសេដ្ឋីក៏ហៅអ្នកបម្រើទាំងអស់ឲ្យមកដើម្បីឲ្យនាងជ្រើសរើស ចូលនាងជ្រើសរើសដោយតាមចិត្តចង់បានចុះ ពេលនោះនាងនុតក៏ឃើញប្តីខ្លួនស្លៀកពាក់ខោអាវកណ្ដែងកណ្ដោញស្ទើរតែមើលមិនស្គាល់អូលោកប្តីហើយស្លាប់ហើយនាយបណ្ឌិនពេលឃើញប្រពន្ធមករំដោះខ្លួនដូច្នេះក៏សប្បាយចិត្តនឹងអៀនខ្មាស់ប្រពន្ធជាខ្លាំងលោកសេដ្ឋីគឺខ្ញុំសូមយកបើបម្រើម្នាក់គឺលោកបណ្ឌិតនេះឯង មិនអីទេចាំខ្ញុំឲ្យពួកគេរៀបចំអីវ៉ាន់ជូននាង លោកសេដ្ឋីទុច្ចរិតខឹងកើតទុកមិនសុខចិត្តក៏ហៅអ្នកបម្រើមកសួរថា ពួកឯងធ្វើកិច្ចការដូចម្ដេចបានជានាំគ្នារកអណ្ដើកមាសមិនឃើញសុំតោះលោកសេដ្ឋីពេលពួកខ្ញុំយកអណ្ដើកមាសទៅលាក់គឺគ្មាននរណាម្នាក់ដឹងឡើយតែមានសត្វសេកមួយក្បាលដែលនៅក្បែរនោះខ្ញុំគិតថាគម្រោងនេះបរាជ័យគឺប្រហែលមកពីអាសេកនោះហើយ សេដ្ឋីខឹងជាខ្លាំងរួចតបវិញថា ចូលពួកឯងទៅចាប់អាសេកនោះហើយសម្លាប់វាចោលភ្លាមបាទលោកសេដ្ឋីចៅរៃយកបែនអាសេកនេះចាំមើលយើងចាប់បានណាអញពកចលក់ទឹកម្រេចរបស់ទុកឲ្យយើងជាដាក់ចេញទឹកថ្នោតជូរ លុះមួយស្របក់ក្រោយមកពួកគេក៏បានជួបប្រទះនឹងសត្វសេកនោះហើយក៏ចាប់បានពួកគេទាំងពីរនាក់បានយកសត្វសេកនោះទៅឯផ្ទះរបស់ពួកគេរួចហើយបានរៀបចំបង្កាត់ភ្លើងទុកចំអិនសេកនោះ ភ្លើងបង្កាត់រួចរាល់ហើយចុះអាដាសេកឯងមិនយកមកសេកអីគេបិចបើសួរយើងទៅវិញល្បល់យកទេវិញហើយចុះឯងអ្នកកាន់យកមកនឹងតើឲ្យយើងទៅសួរណាហើយចុះអាដាសេកនោះទៅទីនោះចង្រៃចូលគឺសេករត់បាត់ហើយនោះវា បរិសទាំងពីរនេះបាននាំគ្នាដេញចាប់សេកនោះយ៉ាងត្រសាកត្រសាក ចាប់វាបាត់សត្វសេកនោះបានហាលកាត់ដំបូលផ្ទះរបស់សេដ្ឋីហើយបរិសម្នាក់នោះដែលបានកាន់អង្កត់អស់មានភ្លើងកំពុងឆេះនោះក៏បានគប់សម្ដៅទៅរកសេកនោះតែជាសំណាងល្អមិនត្រូវសេងបែរជាធ្លាក់ទៅលើដំបូលផ្ទះរបស់សេដ្ឋីទៅវិញ ឯងគប់អីគេមុនហ្នឹងជាគប់អស់ភ្លើងមានអីមែនល្បាល់យកហើយចុះឯងមិនមើលដំបូលផ្ទះរបស់លោកសេដ្ឋីមើលគឺផ្សែងឡើងហុយទ្រុបតែម្ដងហើយទឹកជួយរត់ទឹកមកជួយរត់ទឹកពួកឯងមកស្រែកលោឡាស្អីនៅផ្ទះយើងហ្នឹងបាទលោកសេដ្ឋីពួកយើងហើយចុះសត្វសេកនោះតើពួកឯងចាត់ចែងរួចរាល់ហើយឬនៅគឺរួចរាល់ហើយបាទសូមលោកសេដ្ឋីកុំព្រួយបារម្ភអីកុំព្រួយល្អណាស់បើអញ្ចឹងយើងមានកិច្ចការបន្តទៀតឲ្យពួកឯងហើយនរណាមកដុតស្អីផ្សែងហុយពេញផ្ទះយើងហ្នឹងពិតជាចង្រៃមែនលោកម្ចាស់ស្អីគេគឺផ្ទះលោកសេដ្ឋីនោះផ្ទះយើងផ្ទះយើងភ្លើងឆេះទឹកភ្លើងអើយឆេះផ្ទះលោកសេដ្ឋីទុច្ចរិតនោះឲ្យខ្ទេចតែនិយាយហើយសេកនោះក៏ហោះទៅរកម្ចាស់វាបាត់ទៅរីឯសេដ្ឋីបានអង្គុយយំសោកស្ដាយផ្ទះនិងទ្រព្យសម្បត្តិរបស់ខ្លួនដែលត្រូវបានអណ្ដាតភ្លើងឆាបឆេះយកទៅអស់គ្មានសល់ហេតុអ្វីទៅខ្ញុំមិនដែលសាងអំពើអាក្រក់អ្វីឡើយចុះហេតុអ្វីបានជាមានរឿងបែបនេះកើតឡើងចំពោះខ្ញុំភ្លើងឆេះផ្ទះអស់ប៉ុណ្ណឹងហើយនៅលោកសេដ្ឋីមិនទទួលស្គាល់កំហុសផលកម្មដែលខ្លួនបានប្រព្រឹត្តសោះក្រែងអាចជាអ្នកធ្វើឲ្យឆេះផ្ទះលោកសេដ្ឋីមិនចឹងហីប្រហែលជាព្រំលិខិតចាមកឲ្យយើងនេះមកដុតផ្ទះលោកសេដ្ឋីនេះហើយ
ឯងទៅមកពីណាយើងខំដើររកឯងពេញមួយថ្ងៃហើយ យើងជុំគ្នាហើយតោះយើងបញ្ញាប់ត្រឡប់ទៅផ្ទះយើងវិញ ចៅបណ្ឌិតនិងនាងនុនបានត្រឡប់ទៅឯស្រុកភូមិរបស់ពួកគេវិញប្រកបដោយសុភមង្គលសាច់រឿងមួយនេះគឺចង់អប់រំយើងទាំងអស់គ្នាថាចំណេះវិជ្ជាគឺជាអាវុធក៏សំខាន់សម្រាប់មនុស្សគ្រប់រូបក៏ប៉ុន្តែយើងគួរតែប្រើប្រាស់វាក្នុងផ្លូវសុចរិតត្រឹមត្រូវពីព្រោះទង្វើល្អនឹងនាំមកនូវផលផ្លែល្អដូចគ្នាផងដែរ